ត្រកួនគឺជាបន្លែដែលងាយស្រួលរកហើយនឹងសម្បូរវីតាមីនប៉ុន្តែបងប្អូនខ្លះបានដាក់ឲ្យមាន់ស៊ីទាំងស្រស់ដែលធ្វើឲ្យមាន់រំលាយមិនអស់ហើយជួនកាលថែមទាំងបង្កឲ្យមាន់យើងនឹងមានជំងឺរាគរូសថែមទៀតផងថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកកែច្នៃត្រកួនស្រស់ឲ្យក្លាយទៅជាផ្អកត្រកួនផ្អាប់ដែលជាកំពូលចំណីមួយប្រភេទសម្បូរទៅដោយប្រូបៃអូទិកជួយឲ្យមាន់រំលាយអាហារបានល្អធំធាត់លឿននិងមានសុខភាពមាំមួនតោះមកមើលវិធីធ្វើទាំងអស់គ្នាដើម្បីធ្វើផ្អកត្រកួនបានយើងត្រូវមានគ្រឿងផ្សំដូចជាត្រកួនស្រស់ចំនួន5គីឡូហាន់ឲ្យល្អិតទឹកស្កររងូចំនួន2ខាំប្រសិនបើបងប្អូនមិនមានស្កររងូទេបងប្អូនអាចប្រើស្ករត្នោត2ខាំជំនួសក៏បានអំបិលក្រួសចំនួន50ក្រាមទឹកស្អាតចំនួន1ទៅ2លីត្រកន្ទក់ចំនួន1គីឡូក្រាមហើយនិងធុងជ័រដែលមានកម្រិតបិទជិតអាចផ្ទុកចំណុះលើពី5គីឡូឡើងទៅដំបូងយើងហាន់ត្រកួនឲ្យល្អិតសិនបន្ទាប់មកយើងយកត្រកួនដែលហាន់រួចនឹងយកទៅចាក់ចូលនៅក្នុងចានដែកធំមួយបន្ទាប់ពីហាន់ត្រកួនបានម៉ត់ហើយយើងយកអំបិលហើយនឹងស្ករលាយបញ្ចូលគ្នាដោយប្រើប្រាស់ទឹកស្អាតរបស់យើងមកបងប្អូនលាយកលុកវាច្បល់វាឲ្យស្មើសាច់ល្អហើយយើងយកកន្ទក់ដែលយើងមានហ្នឹងយកទៅច្របល់ជាមួយនឹងលបាយត្រកួនរបស់យើងឲ្យសព្វល្អយើងច្របល់វាឲ្យសព្វហើយយើងយកទឹកស្ករហើយនិងអំបិលយកមកស្រោចពីលើលបាយរបស់យើងដែលយើងបានលាយជាមួយកន្ទក់ហ្នឹងបងប្អូនស្រោចឲ្យសព្វហើយច្បល់វាធ្វើម៉េចនៅពេលដែលយើងក្តាប់ទៅលបាយនឹងស្អិតចូលគ្នាល្អហើយមិនមានទឹកជ្រាបចេញពីដៃស្រក់មកទេនោះទើបយើងអាចសន្មត់បានថាការលាយរបស់យើងនឹងគឺបានត្រឹមត្រូវ 100% បងប្អូនអាចយកលបាយនឹងយកទៅច្របាច់ដូចខ្ញុំបង្ហាញនៅក្នុងវីដេអូហ្នឹងបងប្អូនច្របាច់ទៅបើមានទឹកជ្រាបចេញពីដៃមានន័យថាយើងលាយលើសកម្រិតវាបើក្នុងករណីលើសកម្រិតវាបងប្អូនអាចបន្ថែមកន្ទក់បន្តិចបានបើលាយទៅឃើញថាច្របាច់ទៅมันមានទឹកទេគឺអានោះគឺត្រឹមត្រូវហើយបន្ទាប់ពីយើងលាយបានត្រឹមត្រូវហើយគឺយើងយកមកសង្កត់ដាក់នៅក្នុងធុងបន្តមកទៀតគឺយើងយកលបាយទាំងនោះយកមកសង្កត់ដាក់នៅក្នុងធុងឲ្យណែនការសង្កត់នេះដែរគឺបងប្អូនទាមទារឲ្យយើងសង្កត់វាឲ្យហាប់ណែនល្អកុំឲ្យមានខ្យល់ចូលនៅក្នុងលបាយយើងហ្នឹងបងប្អូនអាចប្រើធុងរាងធំតិចមកតែខ្ញុំបង្ហាញគឺចំនួនតែ5គីឡូតែប៉ុណ្ណោះដោយសារខ្ញុំធ្វើលើកនេះតិចដែរអញ្ចឹងខ្ញុំប្រើធុងប៉ុណ្ណេះហើយក្នុងការយកទៅដាក់គឺបងប្អូនដាក់នៅក្នុងម្លប់កុំឲ្យត្រូវកម្ដៅថ្ងៃហើយរយៈពេល7ថ្ងៃក្រោយមកគឺយើងសង្កេតឃើញថាអកត្រកួនយើងគឺបានជោគជ័យហើយអកត្រកួនដែលជោគជ័យគឺបងប្អូនសង្កេតឃើញថានៅពេលដែលបងប្អូនបើកធុងនឹងហើយបងប្អូនសាកយកផ្អកនឹងយកមកហិតសិនបើមានក្លិនជូរដូចជាមេតប៉ែហើយនឹងមានក្លិនជូរអែមនោះសន្មតថាផ្អកត្រកួនយើងនឹងទទួលបានជោគជ័យហើយតែបើសិនបើបងប្អូនហិតទៅមានក្លិនស្អុយនោះសន្មតថាការផ្អាប់ផ្អកត្រកួនរបស់យើងនឹងគឺបរាជ័យហើយអញ្ចឹងបងប្អូនមិនអាចយកទៅឲ្យមាន់ស៊ីបានទេបានប៉ុណ្ណេះគឺយើងអាចយកទៅលាយឲ្យមាន់ស៊ីបានហើយដែលខ្ញុំប្រើធុធាតុដើមមានដូចជាកន្ទក់បាយកកដែលសល់នឹងមេចំណីកូនជ្រូកបន្តិចហើយនឹងក្របពួតម៉ត់ខ្ញុំលាយបញ្ចូលគ្នាទៅកូរច្បល់ឲ្យវាសព្វសាច់គ្នាល្អហើយបានយើងយកទៅឲ្យមាន់ស៊ីនៅពេលដែលលាយចំណីជាមួយនឹងផ្អកត្រកួនហើយហិតក្លិនចំណីនោះគឺក្លិនជូរអែមទំនងឆ្ងាញ់ណាស់បងប្អូនអើយហើយបន្តមកខ្ញុំយកទៅឲ្យមាន់របស់ខ្ញុំមាន់ទារបស់ខ្ញុំស៊ីអស់ពីស្នូកគ្មានសល់ទេគឺចូលចិត្តស៊ីតដើមគ្នាសឹងតែមិនទាន់សឹងតែមិនមានចំណីឲ្យវាស៊ីទាន់ទេវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនក្នុងការធ្វើផ្អកត្រកួនបើបងប្អូនមានចម្ងល់អីបងប្អូនអាចសាកសួរនៅក្នុង comment ខាងក្រោមបានហើយបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like ចុច share ចុចសញ្ញាកណ្ដឹង subscribe channel របស់ខ្ញុំម្នាក់មួយផងបានអរគុណ
។